និទានគំនិតបរាជ័យរបស់ Edison មានឈ្មោះពេញថា Thomas Alva Edison គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញនៅលើโลกយើងនេះគាត់គឺជាអ្នកច្នៃប្រឌិតរកឃើញទូរស័ព្ទនិងឧបករណ៍អគ្គិសនីជាច្រើនប្រភេទគាត់បានចុះបញ្ជីកម្មសិទ្ធិបញ្ញារហូតដល់ទៅ1093មុខថ្ងៃមួយពេលដែលគាត់កំពុងសាកល្បងផលិតអំពូលភ្លើងនៅចំពេលដ៏សំខាន់គឺសាកល្បងអំពីការដាក់អំពូលដូចម្ដេចដើម្បីឲ្យអាចប្រើការបានគាត់ត្រូវចំណាយពេលយ៉ាងយូរនិងប្រើវត្ថុសម្រាប់ធ្វើការពិសោធន៍ដើម្បីជ្រើសរើសរកវត្ថុណាដែលអាចប្រើប្រាស់បានល្អជាងគេបំផុតដល់ទៅ1200មុខរហូតទាល់តែអ្នកជិតខាងអើតមកសួរសំណួរដដែលថាEdison អើយឯងបរាជ័យដល់ទៅ1200ដងហើយឬតែ Edison គ្រវីក្បាលខ្ញុំមិនគិតថានេះជាបរាជ័យឡើយការពិតខ្ញុំយល់ឃើញថានេះគឺជាជោគជ័យទៅវិញទេដែលអាចឲ្យខ្ញុំរកឃើញថាមានវត្ថុ1200មុខហើយដែលខ្ញុំមិនគួរយកមកប្រើធ្វើជាអំពូលភ្លើងនេះគឺជាការគិតក្នុងផ្លូវល្អរបស់មនុស្សឆ្លាតតើបគេអាចមានថាមពលក្នុងការសាងក្តីចម្រើនរុងរឿងដ៏ធំធេងដល់ប្រទេសជាតិនិងមនុស្សជាតិបានប្រសិនជាគេគិតថារឿងនេះគឺជាបរាជ័យគេប្រកាសជាចោះញោមហើយនឹងមិនអាចផលិតអំពូលភ្លើងបានឡើយបើសិនជា Edison ចុះចាញ់នាពេលនោះក្នុងពេលនេះយើងទាំងអស់គ្នាប្រកាសជាមិនមានអំពូលភ្លើងបំភ្លឺតាមទីក្រុងតាមផ្ទះសម្បែងឬតាមកន្លែងនានាឡើយហើយយើងមុខជាបានស្គាល់ត្រឹមតែទៀនចន្លោះនិងចង្គៀងប្រេងកាតតែប៉ុណ្ណោះក្តីបរាជ័យវាមិនមែនជាអ្វីដែលអាក្រក់ណាស់ណានោះទេមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបក្តីបរាជ័យសុទ្ធតែធ្លាប់មានកំហុសដូចគ្នាតែគេចេះយកកំហុសមកធ្វើជាមេរៀននោះឯងយកកំហុសមកធ្វើជាមេរៀនពុំមែនមានន័យថាយកកំហុសមកធ្វើតាមនោះទេតែដើម្បីឲ្យដឹងថាអ្វីខុសអ្វីត្រូវឬបើដឹងថាអ្វីវាខុសយើងត្រូវឈប់ធ្វើវាតទៅទៀតម្យ៉ាងវិញទៀតយើងមិនចាំបាច់យកមេរៀនរបស់ខ្លួនឯងតែម្យ៉ាងនោះទេមេរៀនរបស់អ្នកដទៃមានសន្ធឹកសន្ធាប់សម្រាប់ឲ្យយើងរៀនដោយមិនចាំបាច់សាកល្បងខ្លួនឯងគ្រប់យ៉ាងនោះឡើយឧទាហរណ៍ដូចជាយើងចង់ដឹងថាតើពស់ចឹកវាធ្វើឲ្យស្លាប់មែនឬទេយើងគ្រាន់តែឧបមាតាមអ្នកដទៃសិនក៏បានដែរសូមកុំទៅសាកល្បងឲ្យពស់ចឹកឲ្យសោះព្រោះរឿងខ្លះសាកហើយមិនអាចយកមកគិតសារជាថ្មីបានឡើយបើឃើញអ្នកដទៃធ្វើខុសឬជួបគ្រោះថ្នាក់ឬគ្រោះភ័យទោះជាអ្នកមិនពេញចិត្តឬស្អប់គេយ៉ាងណាក៏ដោយសូមកុំដាក់បណ្ដាសាឬកុំនិន្ទាឲ្យគ្នាទាំងរូបអ្នកទាំងរូបគេគ្មានអ្នកណាប្រាថ្នាក្តីអកុសលឡើយតែដោយការមិនដឹងឬដោយក្តីល្ងិតល្ងង់ទើបធ្វើឲ្យគេលង់ហេតុដូចនេះអ្នកគ្រាន់តែអាណិតហើយយកបទពិសោធន៍របស់គេរួមជាមួយនឹងបទពិសោធន៍របស់ខ្លួនឯងមកធ្វើជាមេរៀនសម្រាប់ជីវិតហើយចងចាំទុកនោះអ្នកប្រកាសជាទទួលបានកម្រៃដ៏ច្រើនដែលជាតម្លៃដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានឡើយ